កន្លែងខ្លះឪពុកម្ដាយលំបាកចង់ឲ្យកូនរៀនយកទៅផ្ញើនៅអង្គការដើម្បីឲ្យកូនបានរៀនខ្លួនសុខចិត្តលំបាកព្រោះជាកូនរបស់ខ្លួនចិញ្ចឹមថែរក្សាជួយហើយយើងខិតខំដើម្បីធ្វើកិច្ចការនេះអញ្ចឹងខ្ញុំជឿថាហើយក៏គ្មានគ្រូអ្នកគ្រូម្នាក់ណាដែលថាមិនចង់ឲ្យសិស្សរបស់ខ្លួនទៅជាជោគជ័យដែរហើយគ្មានភាពចដែនជាមួយសិស្សខ្លួនឯងទេខ្ញុំជឿមិនឃើញថាឃើញកូនសិស្សខ្លួនឯងថ្ងៃក្រោយឡើងធ្វើរដ្ឋមន្ត្រីឡើងធ្វើអង្គការឡើងធ្វើអីគ្រូចដែនគ្រូទៅទៀមទាគុណសម្បត្តិអត់ទេមានតែអបអរសាទរពីចង្អាយហើយគាត់អាចប្រាប់គេថាសិស្សនេះពីមុនសិស្សរបស់ខ្ញុំដែរខ្ញុំតបពង្រៀនគាត់ដែរមានតែមោទនភាពបែបនេះខ្ញុំជឿឪពុកម្ដាយដូចតែគ្នាទេបាទអញ្ចឹងទិសដៅដូចគ្នាចក្ខុវិស័យដូចគ្នាយើងចង់ឃើញការដែលយើងចូលរួមកសាងអនាគតនេះបាទអញ្ចឹងការចូលរួមការពង្រឹងហើយសុំឲ្យមានការប្រតិកលាគ្នារៀបចំបាទហើយមានការពិគ្រោះយោបល់ជាបណ្ដា